មិត្តជាទីមេត្រីក្នុងឆ្នាំ2026បច្ចេកវិទ្យាអាកាសចរយោធាបានឈានដល់កម្រិតកំពូលថ្មីមួយដែលការប្រកបប្រជែងរវាងមហាអំណាចពិភពលោកកាន់តែមានភាពស្រួចស្រាវការរត់ប្រណាំងគ្រឿងសព្វាវុធលើអាកាសមិនមែនផ្ដោតតែលើល្បឿនតែមួយមុខនោះទេប៉ុន្តែវាជាការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាបំផាន់កាយប្រព័ន្ធបញ្ញាសិប្បនិម្មិត AI និងអាវុធទំនើបចុងក្រោយហើយនេះគឺជាការចាត់ថ្នាក់យ៉ាងម៉ត់ចត់នៅយន្តហោះចម្បាំងខ្លាំងបំផុតទាំង5ដែលត្រូវបានចាត់ទុកថាជាស្ដេចក្រាញ់នៃមេឃាសម្រាប់ការគ្រប់គ្រងដែនអាកាសតើយន្តហោះ model ណាខ្លះដែលនឹងបង្ហាញខ្លួនក្នុងបញ្ជីកម្ពុជានេះហើយតើយន្តហោះដ៏អស្ចារ្យមួយណាដែលនឹងដណ្ដើមបានចំណាត់ថ្នាក់លេខ1ជាយន្តហោះដ៏មានឥទ្ធិពលបំផុតប្រចាំឆ្នាំ2026នេះទី1ស្អាតចាស39 Gripen យន្តហោះចម្បាំងស្អាតចាស39 Gripen ជាពិសេស model ថ្មីបំផុត Gripen E និង F ក្នុងឆ្នាំ2026ត្រូវបានចាត់ទុកថាជាយន្តហោះចម្បាំងចំនួនទី 4.5 ដែលមានបច្ចេកវិទ្យាទំនើបបំផុតមួយក្នុងពិភពលោកនេះជាសមត្ថភាពនិងបច្ចេកវិទ្យារបស់ស្អាតចាស39 Gripen វាមានពហុតួនាទីវាអាចបំពេញបេសកកម្មបាន3ក្នុងពេលតែមួយការវាយប្រហារលើអាកាសការវាយប្រហារលើដីនិងការស៊ើបការសមត្ថភាពហោះហើរល្បឿនលឿន Super Cruise Gripen E អាចហោះហើរក្នុងល្បឿនលឿនជាងល្បឿនពន្លឺដោយមិនចាំបាច់ប្រើ afterburner ដែលជួយសន្សំសំចៃនិងបង្កើនចំណាយហោះហើរការប្រើប្រាស់ផ្លូវរត់ខ្លីវាត្រូវបានរចនាឡើងឲ្យអាចចុះចតនិងហោះឡើងទៅលើផ្លូវថ្នល់ធម្មតាដែលមានប្រវែងត្រឹមតែ500ម៉ែត្រដែលនេះជាអត្ថប្រយោជន៍យុទ្ធសាស្ត្រក្នុងករណីប្រលានយន្តហោះយោធាត្រូវបានបំផ្លាញការថែទាំវាល្បីល្បាញខាងភាពងាយស្រួលក្នុងការថែទាំដោយប្រើពេលត្រឹមតែ10ទៅ20នាទីប៉ុណ្ណោះសម្រាប់ការចាក់ប្រេងនិងបំពាក់អាវុធឡើងវិញបច្ចេកវិទ្យាសំខាន់រ៉ាដា EASA ឬ Raven ES05 ជាប្រភេទរ៉ាដា scan អេឡិចត្រូនិកដែលអាចបង្វិលបានដែលផ្ដល់មុំមើលឃើញធំជាងយន្តហោះចម្បាំងដទៃទៀតជួយឲ្យអ្នកបើកបរអាចតាមដានគោលដៅបានច្រើនក្នុងពេលតែមួយប្រព័ន្ធស៊ើបការ IRST វាអាចស្វែងរកនិងតាមដានយន្តហោះសត្រូវតាមរយៈកម្ដៅដោយមិនចាំបាច់ប្រើរ៉ាដាដែលធ្វើសត្រូវដឹងខ្លួនថាមានការតាមដានប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Arexis ជាខែលការពារយ៉ាងរឹងមាំដែលអាចបង្អាក់រ៉ាដាសត្រូវនិងការពារក្របមីស៊ីលដែលបាញ់សម្ដៅមកលើខ្លួនប្រព័ន្ធទិន្នន័យ Data Link Gripen មានសមត្ថភាពចែករំលែកព័ត៌មានរវាងយន្តហោះក្នុងក្រុមយ៉ាងលឿនបំផុតដែលបង្កើតបានជាបណ្ដាញព័ត៌មានរួមតែមួយកាប៊ីនយន្តហោះទំនើប WAD បំពាក់ដោយអេក្រង់ទំហំធំដែលបង្ហាញព័ត៌មានសំខាន់យ៉ាងច្បាស់លាស់ដល់អ្នកបើកបរព្រមទាំងមានជំនួយពីបញ្ញាសិប្បនិម្មិតក្នុងការសម្រេចចិត្តគិតត្រឹមឆ្នាំ2026តម្លៃរបស់វាក្នុងមួយគ្រឿងប្រហែលពី$85 លានទៅ$100 លានអាមេរិកតម្លៃនេះអាចឡើងដល់ជាង$200 លានប្រសិនបើរាប់បញ្ចូលទាំងគ្រឿងបន្លាស់អាវុធនិងការបណ្ដុះបណ្ដាលក្នុងកញ្ចប់តែមួយការចំណាយហោះហើរក្នុង1ម៉ោងនេះជាចំណុចខ្លាំងបំផុតរបស់ Gripen ដោយវាចំណាយត្រឹមតែប្រហែល$22,000ទៅ$35,000ក្នុង1ម៉ោងអាស្រ័យលើទំហំកងទ័ពនិងការគ្រប់គ្រងដែលតម្លៃនេះទាបជាងយន្តហោះ F35 របស់អាមេរិកជិតពាក់កណ្ដាលជារួមនៅឆ្នាំ2026 Saab Jas 39 Gripen E និង F គឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់ប្រទេសដែលចង់បានយន្តហោះចម្បាំងដែលមានសមត្ថភាពប្រហាក់ប្រហែលនិងយន្តហោះចំនួនទី5ប៉ុន្តែមានតម្លៃសមរម្យនិងការចំណាយលើប្រតិបត្តិការទាបបច្ចុប្បន្នប្រទេសដែលកំពុងប្រើប្រាស់និងបញ្ជាទិញរួមមានស៊ុយអែតប្រេស៊ីលថៃហុងគ្រីនិងអាហ្វ្រិកខាងត្បូងជាដើមទី2 Chengdu J20 Mighty Dragon យន្តហោះចម្បាំង Chengdu J20 Mighty Dragon ឬអ្នកដ៏កំណាចរបស់ប្រទេសចិនបានវិវត្តខ្លួនទៅជាយន្តហោះចម្បាំងចំនួនទី 5.5 ដែលមានសមត្ថភាពខ្ពស់បំផុតនិងជាឆ្អឹងខ្នងនៃកងទ័ពអាកាសរំដោះប្រជាជនចិន PLAAS ហើយនេះជាសមត្ថភាពនិងបច្ចេកវិទ្យារបស់ J20 សមត្ថភាពបច្ចេកវិទ្យាបំផាន់កាយ J20 ត្រូវបានរចនាឡើងដើម្បីគេចពីការចាប់បានដោយរ៉ាដានៅឆ្នាំ2026ការប្រើប្រាស់ថ្នាំលាបស្រូបរលកសញ្ញារ៉ាដាចំនួនថ្មីធ្វើឲ្យវាកាន់តែពិបាកក្នុងការចាប់សញ្ញាទោះបីជាប្រើប្រាស់រ៉ាដាប្រេកង់ទាបក៏ដោយល្បឿននឹងការធ្វើសមយុទ្ធជាមួយនឹងម៉ាស៊ីនថ្មី J20 អាចហោះក្នុងល្បឿនលើសសំឡេងដោយមិនចាំបាច់ប្រើ afterburner ដែលជួយសន្សំសំចៃប្រេងនិងកាត់បន្ថយកម្ដៅដែលសត្រូវអាចចាប់បានសមត្ថភាពវាយប្រហារវាមានសមត្ថភាពវាយប្រហារទាំងលើអាកាសនិងលើដីក្នុងចម្ងាយឆ្ងាយបំផុតដោយប្រើប្រាស់អាវុធទំនើបនៅក្នុងបន្ទប់ផ្ទុកគ្រាប់ខាងក្នុងដើម្បីរក្សាសមត្ថភាពបំផាន់កាយបច្ចេកវិទ្យាម៉ាស៊ីន WS15 នេះជាបច្ចេកវិទ្យាសំខាន់បំផុតសម្រាប់ឆ្នាំ2026ម៉ាស៊ីន WS15 ផ្ដល់កម្លាំងរុញច្រានខ្លាំងជាងមុននិងមានបច្ចេកវិទ្យា thrust vectoring ឬការបង្វិលក្បាលព្រួយម៉ាស៊ីនដែលធ្វើឲ្យយន្តហោះអាចបត់បែនបានយ៉ាងរហ័សក្នុងសមរភូមិអាកាសប្រព័ន្ធរ៉ាដា AESA ចំនួនថ្មីយន្តហោះនេះប្រើប្រាស់រ៉ាដាប្រភេទ AESA ដែលអាចចាប់គោលដៅបានឆ្ងាយនិងច្រើនក្នុងពេលតែមួយបច្ចេកវិទ្យា Silicon Carbide ត្រូវបានគេជឿថាបានជួយបង្
បង្កើនសមត្ថភាពចាំសញ្ញាបានឆ្ងាយជាងមុនដល់ទៅ3ដងការប្រើប្រាស់ AI និង drone MUMT J20S ប្រភេទ2កៅអីដើរតួជាមជ្ឈមណ្ឌលបញ្ជាសម្រាប់ហ្វូងដ្រូនជំនួយការ AI ជួយអ្នកបើកបរក្នុងការវិភាគទិន្នន័យសមរភូមិនិងបញ្ជាដ្រូនឲ្យទៅវាយប្រហារឬធ្វើជាខែលការពារប្រព័ន្ធ sensor រួមបញ្ចូលគ្នា J20 មានប្រព័ន្ធកាមេរ៉ានិង sensor នៅជុំវិញខ្លួន360ដឺក្រេដែលអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញសមរភូមិទាំងមូលតាមរយៈមួកសុវត្ថិភាពឆ្លាតវៃបំពាក់គ្រឿងអាវុធ PL-15E ជាមីស៊ីលបាញ់ចេញពីអាកាសទៅអាកាសចម្ងាយឆ្ងាយលើសពី200គីឡូម៉ែត្រដែលមានរ៉ាដាស្វែងរកគោលដៅដោយខ្លួនឯង PL-10 ជាមីស៊ីលចម្ងាយជិតសម្រាប់ចម្បាំងត្របាញ់គ្នាដែលអាចបាញ់តាមខ្សែភ្នែករបស់អ្នកបើកបរការផ្ទុកគ្រាប់អាចផ្ទុកគ្រាប់មីស៊ីលចម្ងាយឆ្ងាយបាន4ទៅ6គ្រាប់ក្នុងបន្ទប់ធំនិង2គ្រាប់ទៀតនៅបន្ទប់ចំហៀងចំពោះតម្លៃក្នុងមួយគ្រឿងត្រូវបានគេប៉ាន់ស្មានចន្លោះពី100ទៅ110លានដុល្លារអាមេរិកតម្លៃនេះគឺខ្ពស់ជាងយន្តហោះ F-15A របស់អាមេរិកបន្តិចប៉ុន្តែថោកជាង S-22 Raptor តម្លៃដ៏ខ្ពស់នេះគឺដោយសារតែការប្រើប្រាស់សម្ភារៈទំនើប ម៉ាស៊ីន WS-15 និងប្រព័ន្ធអេឡិចត្រូនិកស្មុគស្មាញជារួមនៅឆ្នាំ2026 J20 Mighty Dragon មិនមែនគ្រាន់តែជាយន្តហោះចម្បាំងធម្មតានោះទេប៉ុន្តែវាគឺជាមជ្ឈមណ្ឌលបញ្ជាលើអាកាសដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាបំផាំងកាយកម្រិតខ្ពស់ដើម្បីគ្រប់គ្រងផ្ទៃមេឃយោងតាមរបាយការណ៍ Gen I នឹងមានយន្តហោះប្រភេទនេះលើសពី350ទៅ400គ្រឿងដែលកំពុងប្រតិបត្តិការនៅឆ្នាំ2026នេះទី3 Dassault Rafale យន្តហោះចម្បាំង Dassault Rafale ត្រូវបានគេទទួលស្គាល់ថាជាយន្តហោះចម្បាំងកម្រិតសកលដ៏ទំនើបបំផុតមួយក្នុងពិភពលោកដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍស្តង់ដារ S4 យ៉ាងពេញលេញនិងកំពុងត្រៀមខ្លួនឆ្ពោះទៅរកស្តង់ដារ S5 នេះជាសមត្ថភាពបច្ចេកវិទ្យានៃយន្តហោះ Rafale ត្រូវបានរចនាឡើងដើម្បីបំពេញបេសកកម្មគ្រប់ប្រភេទក្នុងពេលតែមួយរួមមានឧត្តមភាពដែនអាកាស Air Superiority ប្រើប្រាស់គ្រាប់មីស៊ីល Meteor ដែលអាចបាញ់បានឆ្ងាយហួសកន្ទុយភ្នែកការវាយប្រហាររយៈចម្ងាយឆ្ងាយ Deep Strike ប្រើមីស៊ីល Cruise SCALP និងគ្រាប់បែកចំនួនថ្មី AASM Hammer ទម្ងន់ 1000 គីឡូក្រាមដែលមានភាពជាក់លាក់ខ្ពស់បេសកកម្មនុយក្លេអ៊ែរជាផ្នែកមួយនៃកម្លាំងរារាំងនុយក្លេអ៊ែររបស់បារាំងសមត្ថភាពបណ្ដាញ Connectivity ស្តង់ដារ S4 ផ្ដោតខ្លាំងលើ Combat Cloud ដែលអនុញ្ញាតឲ្យយន្តហោះ Rafale អាចផ្លាស់ប្ដូរទិន្នន័យយ៉ាងលឿនជាមួយយន្តហោះផ្សេងទៀតបច្ចេកវិទ្យាសំខាន់ៗដូចជា Radar RBEP AESA នៅឆ្នាំ2026រ៉ាដានេះត្រូវបានអាប់ដេតផ្នែក Software ឲ្យកាន់តែទំនើបដែលអាចចាំគោលដៅលើដីដែលកំពុងមានចលនានិងបង្កើតរូបភាពផែនទីដីបានយ៉ាងច្បាស់ប្រព័ន្ធការពារខ្លួន Spectra នេះគឺជាបច្ចេកវិទ្យាសង្គ្រាមអេឡិចត្រូនិកដ៏ល្បីល្បាញដែលអាចចាំសញ្ញាគំរាមកំហែងរំខានសញ្ញារ៉ាដាសត្រូវនិងជួយឲ្យយន្តហោះមានសមត្ថភាពបំបាំងកាយតាមបែបអេឡិចត្រូនិកទោះបីជាវាមិនមែនជាយន្តហោះបំបាំងកាយពេញលេញដូចជា F-35 ក៏ដោយ Front Sector Optronics ប្រព័ន្ធ Sensor នៅខាងមុខយន្តហោះដែលអាចចាំគោលដៅសត្រូវដោយមិនចាំបាច់បើករ៉ាដាការពារកុំឲ្យសត្រូវដឹងខ្លួនមួកសុវត្ថិភាព Telescopian អនុញ្ញាតឲ្យអ្នកបើកបរអាចកំណត់គោលដៅដោយគ្រាន់តែងាកមើលនិងបង្ហាញព័ត៌មានហោះហើរនៅលើកញ្ចក់មុខនៃមួកចំពោះម៉ាស៊ីនវាប្រើម៉ាស៊ីន Sigma M88 ម៉ាស៊ីនភ្លួរដែលមានកម្លាំងខ្លាំងផ្ដល់លទ្ធភាពឲ្យយន្តហោះអាចហោះបានក្នុងល្បឿន Super Cruise ល្បឿនលឿនជាងសំឡេងដោយមិនចាំបាច់ប្រើ Afterburner រីឯតម្លៃនៃ Rafale អាស្រ័យលើប្រភេទនិងកញ្ចប់គ្រឿងសព្វាវុធតម្លៃយន្តហោះទទេប្រហែលពី85លានទៅ110លានដុល្លារអាមេរិកក្នុងមួយគ្រឿងសម្រាប់តែតួខ្លួននិងម៉ាស៊ីនតម្លៃកិច្ចសន្យាសរុបជាទូទៅនៅពេលលក់ឲ្យបរទេសតម្លៃអាចកើនឡើងដល់200លានទៅ250លានដុល្លារក្នុងមួយគ្រឿងប្រសិនបើរាប់បញ្ចូលទាំងគ្រឿងសព្វាវុធគ្រឿងបន្លាស់ការបណ្ដុះបណ្ដាលនិងការថែទាំរយៈពេលវែងជាឧទាហរណ៍កិច្ចសន្យារបស់បារាំងនៅឆ្នាំ2026ក្នុងការបញ្ជាទិញយន្តហោះ61គ្រឿងថ្មីមានតម្លៃប្រមាណ5ទៅ6000លានអឺរ៉ូនៅឆ្នាំ2026ក្រុមហ៊ុន Dassault កំពុងតែស្ថិតក្នុងដំណាក់កាលមមាញឹកក្នុងការអភិវឌ្ឍស្តង់ដារ S5 ដែលនឹងរួមបញ្ចូលការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកយន្តហោះ Rafale មួយគ្រឿងអាចបញ្ជាដ្រូនចម្បាំងបំបាំងកាយជាច្រើនគ្រឿងឲ្យទៅវាយប្រហារជំនួសមីស៊ីលល្បឿនលឿនជាងសំឡេងការត្រៀមលក្ខណៈសម្រាប់មីស៊ីល ASN-4G សរុបមកនៅឆ្នាំ2026 Dassault Rafale គឺជាយន្តហោះចម្បាំងដែលខ្លាំងខាងបច្ចេកវិទ្យាតភ្ជាប់បណ្ដាញសង្គ្រាមអេឡិចត្រូនិកនិងមានភាពបត់បែនខ្ពស់បំផុតដែលអាចប្រកួតប្រជែងជាមួយយន្តហោះចំនួនទី5បានយ៉ាងមានប្រសិទ្ធភាពទី4 S22 Raptor យន្តហោះចម្បាំង Lockheed Martin S22 Raptor នៅតែត្រូវបានគេចាត់ទុកថាជាស្ដេចនៃមេឃនិងជាយន្តហោះចម្បាំងលំដាប់ទី1របស់សហរដ្ឋអាមេរិកបើទោះបីជាវាមានអាយុកាលច្រើនឆ្នាំក៏ដោយនេះគឺជាសមត្ថភាពនិងបច្ចេកវិទ្យារបស់វាបច្ចេកវិទ្យាបំបាំងកាយ S22 មានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់បំផុតដែលធ្វើឲ្យរ៉ាដាសត្រូវពិបាកក្នុងការចាប់សញ្ញានៅក្នុងឆ្នាំ2026វានឹងត្រូវបានបំពាក់នៅថ្នាំកូដបំបាំងកាយចំនួនថ្មីដែលធន់ជាងមុន
និងមានប្រសិទ្ធភាពខ្ពស់ជាងមុនលឿន Super Cruise វាអាចហោះហើរក្នុងលឿនលឿនជាងសំឡេងលើសពី 1.5 ម៉ាកដោយមិនចាំបាច់ប្រើ Afterburner ដែលជួយសន្សំសំចៃប្រេងនិងកាត់បន្ថយកម្ដៅដែលសត្រូវអាចចាប់បានភាពបត់បែនខ្ពស់ម៉ាស៊ីនរបស់វាអាចបញ្ចេញកម្លាំងរុញច្រានក្នុងទិសដៅខុសៗគ្នាដែលធ្វើឲ្យវាអាចបត់បែនបានយ៉ាងអស្ចារ្យនៅក្នុងការប្រយុទ្ធតាមអាកាសក្នុងចម្ងាយជិតសម្រាប់ឆ្នាំ 2026 យន្តហោះចម្បាំង S-22 Raptor ទទួលបានការអាប់ដេតសំខាន់ៗក្រុមកម្មវិធី Viability Upgrade រួមមានការបញ្ជាដ្រូន MUMT S-22 នឹងក្លាយជាយន្តហោះដំបូងគេដែលអាចបញ្ជាយន្តហោះដ្រូនប្រយុទ្ធបានរហូតដល់ 6 គ្រឿងក្នុងពេលតែមួយដើម្បីជួយក្នុងការវាយលុកឬធ្វើជាខែលការពារប្រព័ន្ធ IRST ការបំពាក់ប្រព័ន្ធស្វែងរកនិងតាមដានដោយកាំរស្មី Infrared ដែលមានរាងបំបាំងកាយជួយឲ្យវាអាចរកឃើញយន្តហោះសត្រូវដែលមានបច្ចេកវិទ្យាបំបាំងកាយដូចគ្នាដោយមិនចាំបាច់ប្រើរ៉ាដាមួកសុវត្ថិភាព Scorpion AMD បន្ទាប់ពីការរងចាំយ៉ាងយូរអ្នកបើកបរ S-22 នឹងត្រូវបានបំពាក់មួកដែលមានអេក្រង់បង្ហាញទិន្នន័យលើកញ្ចក់មួកដែលអនុញ្ញាតឲ្យពួកគេបាញ់មីស៊ីលទៅលើសត្រូវដោយគ្រាន់តែងាកមើលធុងប្រេងបំបាំងកាយ LDTP ធុងប្រេងខាងក្រៅប្រភេទថ្មីដែលមានរាងសំប៉ែតនៅបំបាំងកាយជួយបង្កើនចម្ងាយហោះហើរបានឆ្ងាយជាងមុនដោយមិនប៉ះពាល់ដល់សមត្ថភាពបំបាំងកាយខ្លាំងក្លានោះទេបំពាក់មីស៊ីល AIM 260 JATM ការរួមបញ្ចូលមីស៊ីលអាកាសទៅអាកាសចំនួនថ្មីដែលមានចម្ងាយបាញ់ឆ្ងាយជាងមុនដើម្បីទប់ទល់នឹងយន្តហោះចម្បាំងទំនើបរបស់ចិននិងរុស្ស៊ីសម្រាប់តម្លៃក្នុងមួយគ្រឿងដោយសារខ្សែសង្វាក់ផលិតកម្មបានបិទតាំងពីឆ្នាំ 2011 តម្លៃប៉ាន់ស្មានសម្រាប់យន្តហោះមួយគ្រឿងបើគិតតាមអតិផរណាឆ្នាំ 2026 គឺប្រហែល$143ទៅ$150 លានប៉ុន្តែបើបូកបញ្ចូលទាំងតម្លៃស្រាវជ្រាវនិងអភិវឌ្ឍតម្លៃសរុបអាចឡើងដល់ជាង$350 លានក្នុងមួយគ្រឿងរីឯតម្លៃប្រតិបត្តិការវាជាយន្តហោះដែលថ្លៃបំផុតក្នុងការប្រើប្រាស់ដោយចំណាយប្រហែល$44,000 ទៅ$50,000ក្នុងមួយម៉ោងហោះហើរសម្រាប់កញ្ចប់ថវិកាទំនើបកម្មសហរដ្ឋអាមេរិកក្រុងចំណាយប្រហែល$9,000 លានបន្ថែមទៀតរហូតដល់ឆ្នាំ 2030 ដើម្បីអាប់ដេតគ្រឿងបន្លាស់និង software ឲ្យវាស្ថិតនៅកំពូលតារាងដដែលជារួមនៅឆ្នាំ 2026 S-22 Raptor មិនមែនគ្រាន់តែជាយន្តហោះចម្បាំងយុទ្ធសាស្ត្រធម្មតានោះទេប៉ុន្តែវាជាមជ្ឈមណ្ឌលបញ្ជាការលើអាកាសដែលមានសមត្ថភាពបញ្ជាហ្វូងដ្រូននិងមានប្រព័ន្ធ sensor ទំនើបជាងមុនដើម្បីត្រៀមខ្លួនផ្ទេរតំណែងទៅឲ្យយន្តហោះចំនួនទី 6 នាពេលអនាគតទី 5 S-25 Lightning II ជាកម្លាំងអាកាសដ៏ទំនើបបំផុតដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍបច្ចេកវិទ្យាដ៏សំខាន់គឺ Block 4 និង TR3 ហើយនេះជាសមត្ថភាពនិងបច្ចេកវិទ្យារបស់ S-25 Lightning II នៅឆ្នាំ 2026 យន្តហោះ S-25 ស្ទើរតែទាំងអស់ដែលផលិតថ្មីនិងបំពាក់ដោយកញ្ចប់បច្ចេកវិទ្យា TR3 ដែលជាគ្រឿងសម្រាប់ទំនើបកម្ម Block 4 វាបំពាក់ខួរក្បាលអេឡិចត្រូនិកថ្មី TR3 ផ្ដល់ឲ្យ F-35 នៅកម្លាំងគណនាខ្លាំងជាងមុន 25 ដងដែលអនុញ្ញាតឲ្យយន្តហោះដំណើរការប្រព័ន្ធ AI និងអាវុធចំនួនថ្មីបានយ៉ាងរលូនបំពាក់រ៉ាដា AN និង APG-85 នេះជារ៉ាដាប្រភេទ AESA ចំនួនថ្មីបំផុតសម្រាប់បំពាក់លើយន្តហោះ Lot 17 ឡើងទៅដែលមានសមត្ថភាពស្កែនរកគោលដៅបានឆ្ងាយនិងច្បាស់ជាងមុនជាពិសេសគោលដៅដែលមានបច្ចេកវិទ្យាបំបាំងកាយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកឬហៅកាត់ EW ប្រព័ន្ធ AN និង ASQ 239ត្រូវបានពង្រឹងដើម្បីការពារយន្តហោះពីមីស៊ីលទំនើបនិងសមត្ថភាពក្នុងការបង្អាក់រ៉ាដារបស់សត្រូវកាន់តែខ្លាំងការបូកបញ្ចូលទិន្នន័យ F-35 មិនមែនគ្រាន់តែជាយន្តហោះប្រយុទ្ធទេប៉ុន្តែវាជាមជ្ឈមណ្ឌលព័ត៌មានវាអាចប្រមូលទិន្នន័យពីគ្រប់ច្រកល្ហករួមបញ្ចូលទៅក្នុងយន្តហោះផ្សេងទៀតឬនាវាចម្បាំងនិងកងទ័ពជើងគោកក្នុងពេលជាក់ស្ដែងសមត្ថភាពបំបាំងកាយរូបរាងនិងថ្នាំលាបពិសេសរបស់វាធ្វើឲ្យរ៉ាដាសត្រូវពិបាកមើលឃើញដែលអនុញ្ញាតឲ្យវាចូលទៅកំទេចប្រព័ន្ធការពារអាកាសសត្រូវមុនពេលគេដឹងខ្លួនការផ្ទុកអាវុធជាមួយនឹង Block 4 យន្តហោះ S-35 នឹងអាចដឹកមីស៊ីលក្នុងពួកបានច្រើនជាងមុនពី4គ្រាប់ទៅ6គ្រាប់សម្រាប់មីស៊ីលអាកាសទៅអាកាស AIM 120 AMRAAM ដើម្បីរក្សាសមត្ថភាពបំបាំងកាយចំពោះម៉ាស៊ីននឹងការធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ 2026 ម៉ាស៊ីន Pratt និង Whitney S-135 នឹងចាប់ផ្ដើមការសាកល្បងសម្រាប់គម្រោង Engine Core Upgrade ការធ្វើបច្ចុប្បន្នភាពនេះនឹងជួយឲ្យម៉ាស៊ីនមានថាមពលខ្លាំងជាងមុនប្រើប្រាស់អ៊ីនធឺណិតតិចនិងកាត់បន្ថយកម្ដៅដែលជួយដល់ការការពារប្រព័ន្ធបំបាំងកាយ Infrared Steel តម្លៃរបស់ S-35 អាចប្រែប្រួលតាមប្រភេទនិងបរិមាណនៃការបញ្ជាទិញប៉ុន្តែសម្រាប់ឆ្នាំ 2026 ផ្អែកលើកិច្ចសន្យា Lot 18 និង 19 តម្លៃប៉ាន់ស្មានមានដូចជា F-35A សម្រាប់កងទ័ពអាកាសចុះចតលើផ្លូវធម្មតាប្រហែល$100ទៅ$105 លាន F-35B សម្រាប់កងទ័ពជើងទឹកចុះចតបញ្ឈរប្រហែល$115ទៅ$125 លានដែលមានតម្លៃថ្លៃជាងគេដោយសារបច្ចេកវិទ្យាចុះចតបញ្ឈរដ៏ស្មុគស្មាញ F-35C សម្រាប់ប្រើលើនាវាផ្ទុកយន្តហោះតម្លៃប្រហែល$110ទៅ
$120 លានតម្លៃនេះបានកើនឡើងបន្តិចបន្តួចបើធៀបនឹងឆ្នាំមុនដោយសារបញ្ហានៃការកើនឡើងតម្លៃសម្ភារៈដើមអតិផរណានិងការចំណាយលើការបញ្ចូលបច្ចេកវិទ្យា TR3 ថ្មីជារួមនៅឆ្នាំ2026 S35 Lightning II នឹងក្លាយជាយន្តហោះចម្បាំងចំនួនទី5ដែលឆ្លាតវៃបំផុតដោយមិនផ្ដោតតែលើល្បឿនឬភាពរហ័សរហួននោះទេប៉ុន្តែផ្ដោតលើការដឹងមុនឃើញមុននិងបាញ់មុនតាមរយៈបច្ចេកវិទ្យា Digital និងបណ្ដាញតភ្ជាប់ដ៏មានឥទ្ធិពលសូមអរគុណចំពោះការតាមដានរបស់លោកអ្នក